ជំរាបសួរពុកម៉ែបងប្អូនដែលស្រឡាញ់បាក់សៃប្រមាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបាក់សៃមួយប្រភេទលើកយកមក DJ ឲ្យពុកម៉ែបងប្អូនស្ដាប់ចំពោះបាក់សៃនោះគឺជាប្រភេទបាក់សៃដែលពុកម៉ែបងប្អូនខ្មែរយើងនិយមហៅអកពស់ព្រៃគឺជាបាក់សៃប្រមាញ់មួយប្រភេទនៅក្នុងគ្រួសារ Accipitridae ដែលគេស្គាល់ថាមានសម្លេងខ្លាំងនិងចូលចិត្តបរិភោគពស់ជាចម្បងវាត្រូវបានគេរកឃើញយ៉ាងទូលំទូលាយនៅអាស៊ីដូចជាកម្ពុជាថៃឥណ្ឌាហើយនិងតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗទៀតចំពោះទំហំបាក់សៃនេះមានទំហំខុសគ្នាតាមប្រភេទផ្សេងៗគ្នាប្រវែងខ្លួនអាចមាន41ដល់75សង់ទីម៉ែត្រនិងប្រវែងស្លាពី89ទៅដល់169សង់ទីម៉ែត្រសត្វនេះប្រភេទខ្លះមានទំហំធំជាងនេះទៀតទម្ងន់ក៏ខុសគ្នាខ្លាំងផងដែរចាប់ពី420ក្រាមរហូតដល់ជាង2300ក្រាមជាទូទៅសត្វញីមានទំហំធំនិងទម្ងន់ធំជាងសត្វឈ្មោលនៅពេលវាជួបអ្វីដែលធ្វើឲ្យរន្ធត់វានឹងបញ្ឈរកំពយរួមឡើងលើដែលធ្វើឲ្យក្បាលរបស់វាមើលទៅធំនិងកាចសាហាវឥឡូវនេះយើងចូលមកដល់ទីជម្រករបស់វាចំពោះទីជម្រករបស់វារស់នៅក្នុងព្រៃក្រាស់តំបន់វាលស្មៅក្បែរប្រភពទឹកនិងព្រៃកោងកាងសត្វនេះច្រើនរស់នៅតែឯងឬក៏ជាគូយើងចូលមកដល់ចំណុចមួយទៀតគឺរបបអាហារចំពោះរបបអាហារវាស៊ីពស់និងបង្គួយជាចម្បងប៉ុន្តែក៏ស៊ីសត្វល្អិតហើយនិងធនិកសត្វតូចៗហើយនិងបាក់សៃដទៃទៀតផងដែរចំណុចនេះយើងចូលមកដល់រដូវបន្តពូជចំពោះរដូវបន្តពូជរបស់វាសត្វនេះចាប់ផ្ដើមបង្កាត់ពូជនៅចុងរដូវរងាដោយស្វែងរកដៃគូនិងបង្កើតទឹកដីពួកវាចាប់ផ្ដើមពងនៅដើមរដូវក្តៅចំពោះសម្បុកចាស់វាជួសជុលប្រើឡើងវិញប៉ុន្តែកន្លែងខ្លះបង្កើតសម្បុកថ្មីរៀងរាល់ឆ្នាំសម្បុកត្រូវបានសាងសង់ពោះនៅលើដើមឈើធំៗហើយសត្វទាំងពីរជួយសាងសង់គ្នាសត្វញីជាអ្នកក្រាបពងដើម្បីភ្ញាក់ស៊ុតខណៈដែលសត្វឈ្មោលការពារនិងរកចំណីជូនជាទូទៅវាពងមួយគ្រាប់ហើយកូនញើសក្រោយប្រហែល41ថ្ងៃឪពុកម្ដាយទាំងពីរជួយការពារកូននិងសម្បុកចំពោះជំងឺទៅលើបាក់សៃនេះអាចមានប៉ារ៉ាស៊ីតនិងជំងឺផ្សេងៗដូចជាពពួកណេម៉ាតូតក្នុងពោះវៀននិងជំងឺអុតស្វាយដែលបង្កឡើងឲ្យមានឫសលើមុខឬក៏មានសត្វចៃបាក់សៃរស់នៅលើខ្លួនវាផងដែរចំពោះវីដេអូនេះសូមបញ្ចប់ត្រឹមនេះសូមអរគុណច្រើនចំពោះពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាទាំងអស់គ្នាហើយក៏សូមអធិស្ឋានចំពោះការបកស្រាយឬក៏មានកំហុសត្រង់ចំណុចណាសូមអភ័យទោសទុកជាមុនសូមអរគុណច្រើន